Cha hello សួស្តីបងប្អូនចាថ្ងៃនេះគឺយើងមកបង្ហាញអំពីអាលុយមីញ៉ូមចាអាលុយមីញ៉ូមហើយក៏បង្ហាញអំពីកម្រាស់អាលុយមីញ៉ូមដែលយើងមានដែរអញ្ចឹងកម្រាស់អាលុយមីញ៉ូមគឺវាខុសៗគ្នាទៅតាមប្រភេទចាគឺទៅតាមកម្រាស់អញ្ចឹងជាក់ស្ដែងអាចអញ្ជើញមើលបានចាគឺនេះនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញតាក់ទងទៅនឹងប្រភេទអាលុយមីញ៉ូមហ្នឹងចាគឺមានកម្រាស់ខុសគ្នាបែបម៉េចចាកម្រាស់គឺយើងនិយាយអំពីចាកម្រាស់នៃញោមនីមួយអញ្ចឹងជាក់ស្ដែងដូចខ្ញុំតែងតែបង្ហាញចាទៅលើកម្រាស់អាលុយមីញ៉ូមចាអញ្ចឹងនេះគឺជាវីដេអូដែលសរបញ្ជាក់អំពីចាអាលុយមីញ៉ូមណាចាអញ្ចឹងនេះគឺយើងគៀបទៅលើកម្រាស់អាលុយមីញ៉ូមអញ្ចឹងមានន័យថាកម្រាស់អាលុយមីញ៉ូមនេះគឺកម្រាស់ចា1លីពេញតែម្ដងណាអញ្ចឹងចង់ជម្រាបជូនថាកម្រាស់អាលុយមីញ៉ូម1លីគឺគេតែងតែប្រើជាមួយនឹងទ្វារប្រអួចស្លាយអីហ្នឹងចាហើយមានមួយបែបទៀតចានេះគឺរហូតទៅដល់1លី2អញ្ចឹងបងប្អូននេះគឺកម្រាស់1លី2ណាចា1លី2យើងនេះគឺឡើងហួសទៅដល់1លី2លើសហ្នឹងគឺដោយសារអីគឺគៀបនេះគឺមានតែនឹងកម្រាស់ទឹកថ្នាំទៀតអញ្ចឹងចង់ជម្រាបជូនថានៅរាល់ប្រភេទអាលុយមីញ៉ូមនីមួយបងប្អូនតែងតែជម្រាបសួរតាក់ទងទៅនឹងតម្លៃអញ្ចឹងតម្លៃគឺវាមានភាពខុសគ្នាចាខុសគ្នាទៅលើចាប្រភេទអាលុយមីញ៉ូមទៅលើកម្រាស់អាលុយមីញ៉ូមកាលណាបងប្អូនចង់បានតម្លៃធូរថ្លៃគេនឹងដាក់ប្រភេទអាលុយមីញ៉ូមស្ដើងរហូតទៅដល់ 8C ទៀតអញ្ចឹងជាក់ស្ដែងអាចអញ្ជើញមើលទៅលើប្រអួចនេះមួយបានចាអញ្ចឹងនេះគឺជាប្រអួចចាដែលមានអាលុយមីញ៉ូមកម្រាស់ 8C ចានេះ 8C គឺស្ដើងមែនតើចានេះស្ដើងឡើងយើងយកដៃច្បាច់អញ្ចឹងគឺតុនតែម្ដងណាចានេះគឺជាប្រភេទអាលុយមីញ៉ូមដែលយើងប្រើជាទ្វារប្រអួចស្លាយចាអញ្ចឹងគឺវាមានកម្រាស់ស្ដើងដែលយើងអាចប្រើជាមួយនឹងកញ្ចក់6លីឬក៏5លីអីហ្នឹងដែលបងជាងគាត់តែងយកទៅសម្រាប់ម្ចាស់គេហដ្ឋានដែលចង់បានតម្លៃធូរថ្លៃអញ្ចឹងកាលណាតម្លៃធូរថ្លៃគុណភាពក៏វាទៅតាមនឹងដែរចាអញ្ចឹងចង់ជម្រាបជូនថាវាមានភាពខុសគ្នាបែបហ្នឹងតែបើតាក់ទងទៅនឹងប្រភេទកម្រាស់ក្រាស់វិញណាចារហូតទៅដល់1លី2អញ្ចឹងអាចអញ្ជើញមើលបានតាក់ទងទៅនឹងអាលុយមីញ៉ូម1លី2គឺក្រាស់មែនតើណាចាបងប្អូនច្បាច់ទៅចាអត់ទៅណាទេនេះសកាត់មកទំហឹងអញ្ចឹងបញ្ជាក់អំពីកម្រាស់អំពីគុណភាពក៏វាខុសគ្នាតម្លៃក៏វាខុសគ្នាដែរអញ្ចឹងអានេះយើងអាចប្រើរហូតទៅដល់កញ្ចក់អ៊ីសាឡង់ទៀតក៏អត់បញ្ហាអីដែលសារតែកម្រាស់អាលុយមីញ៉ូមវាក្រាស់ល្អចាឬក៏មួយបែបទៀតចាញោមនេះគឺកម្រាស់1លីអញ្ចឹងកម្រាស់1លីវារៀងតុនជាងកម្រាស់1លី2ឯនេះចានេះវាតុនជាងវាស្ដើងជាងចាអញ្ចឹងប្រភេទអាលុយមីញ៉ូមទ្វារបង្អួចនីមួយតម្លៃនិងគុណភាពគឺវាទៅតាមនឹងដូចគ្នាចង់ជម្រាបជូនថាចង់បានប្រភេទអាលុយមីញ៉ូមដែលមានកម្រាស់ក្រាស់ល្អតម្លៃក៏វាទៅតាមនឹងដែរហើយគុណភាពក៏ប្រើទៅតាមនឹងដែរអញ្ចឹងបងប្អូនអាចមើលវីដេអូនេះដើម្បីធ្វើការប្រៀបធៀបនិងការជ្រើសរើសនៅពេលដែលបងប្អូនអញ្ជើញទៅទិញទ្វារបង្អួចណាឬក៏ទៅកាត់ទ្វារបង្អួចបងប្អូនអាចស្គាល់ពីកម្រាស់អាលុយមីញ៉ូមអញ្ចឹងកម្រាស់អាលុយមីញ៉ូមគឺយើងអាចយកម៉ែត្រគៀបយកទៅគៀបក៏បានឬក៏បងប្អូនអត់មានប្រើម៉ែត្រគៀបតែបងប្អូនអាចអញ្ជើញពិនិត្យមើលទៅលើសាច់អាលុយមីញ៉ូមទៅមើលកម្រាស់អាលុយមីញ៉ូមនីមួយទៅគឺវាមានភាពខុសគ្នាហើយចាមានភាពខុសគ្នាដោយសារតែកម្រាស់អញ្ចឹងកម្រាស់2នេះអញ្ចឹងបងប្អូនអាចអញ្ជើញមើលទៅគឺវានឹងខុសគ្នាអានេះគឺ1លី2ហើយអានេះ1លីហីអញ្ចឹងគឺវាខុសគ្នាដាច់ដោយឡែកតែម្ដងអញ្ចឹងកុំភ្លេចណាបងប្អូននេះជាវីដេអូដែលណែនាំជូនទៅនឹងកម្រាស់អាលុយមីញ៉ូមជាបទពិសោធន៍សម្រាប់បងប្អូនដែលអញ្ជើញចង់ទិញទ្វារប្រអួចអាចអញ្ជើញទស្សនាវីដេអូនឹងបានហើយយកទៅធ្វើការជ្រើសរើសបានអរគុណចាបាយបាយ